កុំឲ្យការសង្ស័យមកបង្អាក់ដំណើររបស់អ្នកឲ្យសោះព្រោះអ្នកមានសមត្ថភាពលើសពីអ្វីដែលអ្នកគិតខំប្រឹងតស៊ូលើកទឹកចិត្តខ្លួនឯងញញឹមយកឈ្នះបញ្ហាដែលនៅខាងមុខថ្ងៃណាមួយនឹងคลายជាការពិតមិនថាដំណើរលំបាកប៉ុណ្ណាបើនៅតែជឿលើខ្លួនឯងនិងមិនបោះបង់ហើយក៏កុំចាំទាល់តែមានឱកាសល្អទើបចាប់ផ្ដើមធ្វើសកម្មភាពប៉ុន្តែត្រូវបង្កើតឱកាសដោយខ្លួនឯងធំអស់ហើយបើអ្នកគោរពខ្ញុំក៏គោរពអ្នកបើអ្នកឲ្យតម្លៃខ្ញុំក៏ឲ្យតម្លៃអ្នកងាយការគោរពគឺស្ថិតនៅលើយើងទាំងអស់គ្នាព្រោះថាម៉ែឪគ្រូបង្រៀនឲ្យយើងចេះគោរពគ្នាទៅវិញទៅមកពេលខ្លះអយុត្តិធម៌សម្រាប់យើងណាស់នៅសុកមានគេស្អប់យើងព្រោះមានអ្នកដទៃប្រាប់ថាយើងជាមនុស្សមិនល្អតែគូឲ្យអាណិតគាត់ទៅវិញទេដែលគ្មានគូគិតខ្លួនឯងឲ្យគេគិតជំនួសគ្មានអ្នកណាខ្វល់ពីអារម្មណ៍របស់អ្នកទេលុះត្រាតែគេជួបអារម្មណ៍បែបនោះដោយខ្លួនឯងផ្ទាល់ទើបយល់រឿងពិតហើយអ្វីដែលគូឲ្យស្ដាយបំផុតនោះគឺមើលមនុស្សខុសតស៊ូម្នាក់ឯងញញឹមក៏ម្នាក់ឯងរីករាយក៏ម្នាក់ឯងពិបាកចិត្តក៏ម្នាក់ឯងនេះហើយជីវិតដើមម្នាក់ឯងត្រូវចាំថាវង្វេងផ្លូវមិនជាបញ្ហាទេតែបើវង្វេងអំនួតគិតថាខ្លួនអស្ចារ្យទើបពិបាករកផ្លូវចេញកុំនៅដដែលច្រើនពេកព្រោះជីវិតត្រូវស្គាល់គ្រប់រសជាតិតាំងពីខ្ញុំខ្លាយជាមនុស្សចិត្តដាច់មកខ្ញុំដូចមានអារម្មណ៍ថាគប្បីចំពោះខ្លួនឯងច្រើនណាស់ចង់ធ្វើឲ្យខ្ញុំខឹងចង់ធ្វើឲ្យខ្ញុំយំឬចង់ឲ្យខ្ញុំចោទចាញ់តាមពាក្យសម្ដីថោកទាបរបស់អ្នកសុំទោសផងអ្នកគ្មានសមត្ថភាពដល់ថ្នាក់នឹងទេស្នាមញញឹមរបស់ខ្ញុំគឺជាការទះកំភ្លៀងទៅលើមុខអ្នកដែលចង់ឃើញខ្ញុំបាក់ទឹកចិត្តឈប់បានឈប់ទៅចរិតឡើងដូចបិសាចសម្ដែងធ្វើចរិតទេវតាហើយក៏មិនបាច់ចង់ខ្លាចជាមនុស្សល្អស្អីទេតែមិនមើងងាយគេមិននិយាយលៀបពណ៌គេនិងមិនបង្កាច់បង្ខូចបោកប្រាស់គេគឺល្អហើយមិនខាត់ឲ្យស្រឡាញ់ហើយក៏មិនហាមឲ្យស្អប់ស្រេចតែអ្នកគិតទៅចោះព្រោះខ្ញុំមិនបានរស់គប់ចិត្តអ្នកណាទេគឺខ្ញុំរស់នៅជាមួយការពិតចរិតពិតក៏ល្អជាងខំប្រឹងសម្ដែងដើម្បីគប់ចិត្តគេដែរខ្ញុំនឹងខំប្រឹងលុះដង្ហើមចុងក្រោយព្រោះខ្ញុំគ្មានខ្សែគ្មានខ្នងនឹងគេទេមានតែខ្លួនមួយនិងសមត្ថភាពតិចតួចបើដៀលខ្ញុំមកធ្វើខ្លួនឯងឲ្យមានកំណើតសិនទៅលុយដែលខ្ញុំចាយគឺជាលុយដែលខ្ញុំរកបានដោយកម្លាំងញើសឈាមរបស់ខ្ញុំមិនដឹងពួកអ្នកមើលមកខ្ញុំបែបណានោះទេមិនបាច់ចាំមើលខ្ញុំដួលនោះទេប្រឹងធ្វើខ្លួនឯងឲ្យតែល្អទៅសមត្ថភាពអ្នកឯងមិនទាន់លើកខ្ញុំទេកន្លែងណាមិនល្អក៏ចាកចេញទៅហត់ក៏សម្រាកត្រូវចេះរកក្តីសុខឲ្យខ្លួនឯងកុំធ្វើឲ្យខ្លួនឯងមានសម្ពាធច្រើនពេកហើយក៏មិនចាំបាច់ទៅរំពឹងអ្នកណាក្រៅពីខ្លួនយើងនោះទេកុំផ្ញើវាសនាលើអ្នកដទៃព្រោះគ្មាននរណាម្នាក់អាចស្រឡាញ់និងការពារយើងបានល្អជាងខ្លួនយើងនោះទេត្រូវញញឹមដាក់ខ្លួនឯងឲ្យបានច្រើនព្រោះអ្នកគឺជាមនុស្សតែម្នាក់គត់ដែលនៅក្បែរខ្លួនឯងគ្រប់កលៈទេសៈបុរសជោគជ័យមិនខ្លាចការបរាជ័យទេព្រោះគាត់ដឹងថារាល់ការខុសឆ្គងគឺជាមេរៀនឆ្ពោះទៅរកភាពល្អឥតខ្ចោះហើយកុំខ្លាចភាពឯកោនៅពេលដែលអ្នកកំពុងដើរទៅរកភាពជោគជ័យព្រោះតើតែងតែដើរម្នាក់ឯងប្រឹងរៀនមានចំណេះដឹងនិងមានសមត្ថភាពគឺជាគ្រឿងអលង្ការដែលមិនចេះចាស់តាមវ័យនិងចោលលួចមិនបានកុំខ្លាចក្នុងការចាប់ដើមអ្វីដែលថ្មីព្រោះវាជាឱកាសនាំអ្នកទៅរកភាពអស្ចារ្យតម្លៃពិតរបស់មនុស្សយើងគឺនៅលើពាក្យសម្ដីនិងមារយាទបើអ្នកនិយាយបំផ្លាញអារម្មណ៍របស់គេនោះអ្នកនឹងគ្មានតម្លៃឡើយត្រូវចាំថាកុំនិយាយមើលងាយគេចង់ខ្លួនមានអ្វីលើសជាងគេក៏ដោយ